មិនដឹងសោះថាផ្លែអំពិលមានអត្ថប្រយោជន៍ដល់ម្លឹងអំពិលគឺជារុក្ខជាតិមានផ្លែនិងស្លឹកមានរសជាតិជូរខ្លះមានរសជាតិផ្អែមទុកសម្រាប់យកមកទទួលទានទុកធ្វើជាបង្អែមអំពិលជាឈើមួយដែលមានដើមធំសាច់ស្អិតស្លឹកល្អិតមានរសជាតិជូរហើយផ្លែវែងៗអំពិលខ្លះមានរសជាតិជូរសម្រាប់ប្រើជាគ្រឿងម្ជូរខ្លះមានរសជាតិផ្អែមលាយជូរបន្តិចសម្រាប់ធ្វើជាបង្អែមក៏បានស្លឹកខ្ចីនិងផ្កាប្រើជាបន្លែស្លបានទាំងនេះគឺជាអត្ថប្រយោជន៍មួយចំនួនរបស់ផ្លែអំពិលមួយសុខភាពនៃការរំលាយអាហារអំពិលត្រូវបានគេចាត់ទុកជាថ្នាំបន្ទន់លាមកពីធម្មជាតិអស់រយៈពេលជាយូរមកហើយនិងបរិមាណជាតិសរសៃអាហាររបស់វាប្រហែលជាទាក់ទងនឹងសមត្ថភាពក្នុងការបន្ទន់លាមកការបរិភោគផ្លែអំពិលអាចបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធរំលាយអាហាររបស់អ្នកខណៈពេលដែលជាតិសរសៃអាចជួយបន្ទន់លាមករបស់អ្នកធ្វើឲ្យវាអាចផ្លាស់ទីបានយ៉ាងងាយស្រួលតាមសាច់ដុំរលូននៃពោះវៀនទី2លំហូរឈាមអំពិលគឺជាប្រភពដ៏ល្អនៃជាតិដែកនិងការបរិភោគម្ដងអាចផ្ដល់បរិមាណជាតិដែកច្រើនជាង 10% នៃតម្រូវការប្រចាំថ្ងៃរបស់អ្នកការផ្គត់ផ្គង់ជាតិដែកដែលល្អចំពោះសុខភាពក្នុងរាងកាយធ្វើឲ្យបរិមាណកោសិកាឈាមក្រហមនៅក្នុងរាងកាយមានគ្រប់គ្រាន់ដែលអាចធានាបានថាអុកស៊ីសែនមានគ្រប់គ្រាន់នៅក្នុងសាច់ដុំនិងសរីរាង្គដែលត្រូវការអុកស៊ីសែនដើម្បីដំណើរការឲ្យបានត្រឹមត្រូវស្របជាមួយគ្នានេះដែរកង្វះជាតិដែកអាចធ្វើឲ្យមានជំងឺស្លេកស្លាំងដែលមានរោគសញ្ញាដូចជាទន់ខ្សោយអស់កម្លាំងឈឺក្បាលជំងឺខួរក្បាលនិងបញ្ហាក្រពះដូច្នេះចូលបរិភោគផ្លែអំពិលឲ្យបានច្រើនដើម្បីបញ្ជៀសនៅជំងឺទាំងនេះទី3ជួយឲ្យស្បែកសស្អាតផ្លែអំពិលមានសារៈប្រយោជន៍ច្រើនក្នុងនោះអ្នកអាចប្រើផ្លែអំពិលឲ្យស្បែករបស់អ្នកសស្អាតបានដោយលាយសាច់អំពិលទុំមួយស្លាបព្រាកាហ្វេជាមួយម្សៅរមៀតរួចយកមកលាបផ្ទាល់លើស្បែកជាពិសេសស្បែកមុខធ្វើឲ្យសស្អាតបានវិធីមួយទៀតគឺលាយសាច់អំពិលជាមួយទឹកក្រូចឆ្មាបន្តក់តែ2ដំណក់រួចលាយជាមួយទឹកឃ្មុំកន្លះស្លាបព្រាកាហ្វេលាបលើមុខទុករយៈពេល15នាទីវាជួយកម្ចាត់មុខសម្បុរោមនិងធ្វើឲ្យស្បែកមុខសទី4ជួយបំបត្តិស្លាកស្នាមស្ងោរសាច់អំពិលប្រមាណ30ក្រាមឲ្យទន់បន្តិចคล้ายជាល្បាយអំពិលយកល្បាយសាច់អំពិលមកលាបផ្ទាល់លើស្នាមសម្លាកផ្សេងៗនៅលើមុខឬស្បែកជាតិអាស៊ីតនៃអំពិលនឹងជួយកម្ចាត់ស្នាមទាំងអស់នោះបានមិនថាស្នាមរបួសឬស្នាមស្លាកយូរមកហើយនោះទេផ្លែអំពិលគឺសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជាម៉ាញ៉េស្យូមប៉ូតាស្យូមជាតិដែកកាល់ស្យូមផូស្វ័រស្ពាន់វីតាមីន B1 B2 B3 B6 B5 C និងវីតាមីន K ជាតិសរសៃប្រូតេអ៊ីនជាតិស្ករធម្មជាតិលើសពីនេះផ្លែអំពិលក៏មានអត្ថប្រយោជន៍ដល់សុខភាពដូចជាបំប៉នសុខភាពបេះដូងបន្ថយសម្ពាធឈាមជួយសុខភាពជាលិកាកាត់បន្ថយហានិភ័យជំងឺមហារីកជួយសុខភាពខួរក្បាលជួយសុខភាពឆ្អឹងជួយទប់ទល់នឹងរលាកនិងជំងឺទឹកនោមផ្អែមប្រឆាំងនឹងមេរោគច្រើនប្រភេទ